ជួបជាមួយនឹងព័ត៌មានជាដំបូងនៅពេលនេះគឺតាក់ទងទៅនឹងរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាប្រឆាំងវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃនិងការអនុវត្តនីតិថៃដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជាសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃនិងការអនុវត្តនីតិថៃដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជានាថ្ងៃទី22ខែកុម្ភៈឆ្នាំ2026សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជា3នាក់ព្រមទាំងការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល 7.2 ម៉ៃល៍សមុទ្រពីកោះយ៉ខេត្តកោះកុងនៃប្រទេសកម្ពុជាសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យនិងដែនទឹករបស់កម្ពុជាព្រមទាំងច្បាប់អន្តរជាតិកម្ពុជាបានទាមទារឲ្យប្រទេសថៃដោះលែងពលរដ្ឋកម្ពុជានិងនាវានេសាទរបស់ពួកគេជាបន្ទាន់បញ្ឈប់នៅសកម្មភាពល្បាតដោយគ្មានការអនុញ្ញាតក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រកម្ពុជានិងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឲ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគតថ្ងៃអាទិត្យ6កើតខែផល្គុនឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី22ខែកុម្ភៈឆ្នាំ2026